មាន trader ថ្មីជាច្រើនគិតថាចង់ចេះ trading ត្រូវតែចេះ candlestick pattern ទាំង40ឬ50ប្រភេទប៉ុន្តែការពិតគឺអ្នកមិនចាំបាច់ចេះ pattern រាប់សិបនោះទេអ្នកគ្រាន់តែត្រូវយល់ពី pattern សំខាន់ៗប្រហែល6ប្រភេទដែលអ្នកជំនាញប្រើជាប្រចាំហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកថា candlestick pattern ទាំងនេះមានន័យពិតប្រាកដយ៉ាងម៉េចតើពេលណាគួរចូល trade ហើយច្បាប់មួយដែល trader ភាគច្រើនមិនបានប្រាប់អ្នកដែលអាចជាភាពខុសគ្នារវាងអ្នកដែលរកចំណេញនិងអ្នកដែលតែងតែខាតសូមមើលវីដេអូនេះដល់ចប់ព្រោះចំណុចចុងក្រោយអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលឆាតទាំងមូលមុននឹងយើងចូលទៅ pattern ផ្សេងៗអ្នកត្រូវចេះអាន candlestick មួយឲ្យបានត្រឹមត្រូវ candlestick មួយគឺប្រាប់រឿងរ៉ាវអំពីការប្រយុទ្ធរវាង buyers និង sellers វាមានព័ត៌មាន4ចំណុចទី1គឺ open តម្លៃដែលទីផ្សារបើកនៅពេលចាប់ផ្ដើមទី2គឺ close តម្លៃដែលទីផ្សារបិទនៅពេលបញ្ចប់ទី3គឺ high តម្លៃខ្ពស់បំផុតដែលទីផ្សារបានទៅដល់ទី4គឺ low តម្លៃទាបបំផុតដែលទីផ្សារបានទៅដល់ផ្នែកធំកណ្ដាលដែលអ្នកឃើញគឺហៅថា body វាបង្ហាញថា buyers ឬ sellers ឈ្នះក្នុងការប្រកួតនោះខ្សែតូចៗខាងលើនិងខាងក្រោមគឺហៅថា wick ឬ shadow វាបង្ហាញថាតម្លៃធ្លាប់ទៅដល់កន្លែងណាខ្លះប៉ុន្តែมันអាចនៅទីនោះបាននៅពេល candlestick ពណ៌បៃតងវាមានន័យថាតម្លៃ close ខ្ពស់ជាង open នោះមានន័យថា buyers មានអំណាចនៅក្នុងកំឡុងពេលនោះប៉ុន្តែបើ candlestick ពណ៌ក្រហមមានន័យថា sellers បានឈ្នះនោះហើយជាមូលដ្ឋាន candlestick pattern ទាំងអស់គឺគ្រាន់តែជាការរួមបញ្ចូលគ្នានៃរូបរាងទាំងនេះដើម្បីប្រាប់ថាអ្នកណាកំពុងគ្រប់គ្រងទីផ្សារច្បាប់សំខាន់បំផុតដែល trader ដៃថ្មីតែងតែភ្លេចចំណុចនេះសំខាន់ណាស់ candlestick pattern មិនមែនជាសញ្ញាចូល trade ភ្លាមៗទេខ្ញុំនិយាយម្ដងទៀត pattern មិនមែនជា signal រហូតដល់ candle បន្តបញ្ជាក់ឧទាហរណ៍អ្នកឃើញ hammer មួយនៅលើ chart trader ថ្មីភាគច្រើនគិតថាអូផ្សារមានទម្រង់ hammer ហើយត្រូវ buy ហើយចូលភ្លាមប៉ុន្តែនេះជាកំហុសអ្នកត្រូវរងចាំ candle បន្ទាប់សិនបើ candle បន្ទាប់បិទឡើងខ្ពស់ជាង hammer នោះទើបបង្ហាញថា buyers ពិតជាចូលមកគ្រប់គ្រងដូចគ្នា shooting star មិនមែនមានន័យថា sell ភ្លាមៗទេត្រូវរងចាំ confirmation trader ដែលចេះរងចាំ confirmation មានឱកាសជោគជ័យខ្ពស់ជាង trader ដែលគ្រាន់តែឃើញរូបរាងហើយចូលភ្លាមចាំច្បាប់នេះព្រោះវានឹងប្រើសម្រាប់ pattern ទាំងអស់ដែលយើងនឹងរៀនថ្ងៃនេះ pattern ទី1 doji គឺជា candlestick ដែល open និង close ស្ទើរតែដូចគ្នាវាមានរាងដូចសញ្ញាបូកតូចមួយតើវាមានន័យអ្វីវាមានន័យថា buyers និង sellers ប្រយុទ្ធគ្នាប៉ុន្តែគ្មានអ្នកណាឈ្នះច្បាស់លាស់ទីផ្សារកំពុងស្ទាក់ស្ទើរប៉ុន្តែសូមចាំ doji មិនប្រាប់អ្នកថាតម្លៃនឹងឡើងឬចុះទេវាគ្រាន់តែប្រាប់ថា momentum កំពុងខ្សោយឧទាហរណ៍បើទីផ្សារឡើងខ្លាំងជាច្រើនថ្ងៃហើយភ្លាមមាន doji វាអាចជាសញ្ញាថា buyers ចាប់ផ្ដើមអស់កម្លាំងហើយទីផ្សារអាចមានឱកាសចុះត្រឡប់មកវិញ pattern ទី2 hammer គឺជា pattern ដែល trader ចូលចិត្តប្រើសម្រាប់រកចំណុចផ្លាស់ប្ដូរទិសដៅពីចុះទៅឡើងវាកើតឡើងនៅចុង downtrend រូបរាងរបស់វា body តូចនៅខាងលើ wick ខាងក្រោមវែង wick ខាងលើតិចឬគ្មានតើរឿងរ៉ាវនៅពីក្រោយវាជាអ្វីនៅពេលបង្កើត hammer sellers បានព្យាយាមទម្លាក់តម្លៃចុះខ្លាំងប៉ុន្តែ buyers បានចូលមកទិញវិញពួកគេរុញតម្លៃឡើងវិញជិតតម្លៃបើកនេះប្រាប់ថា sellers ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងប៉ុន្តែសូមកុំភ្លេចច្បាប់របស់យើង hammer មិនមែនជា buy signal ភ្លាមទេត្រូវរងចាំ candle បន្ទាប់បញ្ជាក់ pattern ទី3 shooting star គឺដូចជាបងប្អូនផ្ទុយរបស់ hammer វាកើតឡើងនៅចុង uptrend រូបរាង body តូចនៅខាងក្រោម wick ខាងលើវែងរឿងរ៉ាវរបស់វាដំបូង buyers ព្យាយាមរុញតម្លៃឡើងប៉ុន្តែពេលតម្លៃឡើងដល់ខ្ពស់ sellers ចូលមកលក់ខ្លាំងហើយរុញតម្លៃត្រឡប់ចុះវិញវាបង្ហាញថា buyers ចាប់ផ្ដើមខ្សោយវាអាចជាសញ្ញាប្រែចុះប៉ុន្តែរងចាំ confirmation candle ជានិច្ច pattern ទី4 bullish engulfing បើមាន pattern មួយដែល trader ជាច្រើនទុកចិត្តវាគឺ bullish engulfing រូបរាងរបស់វាគឺដំបូងមាន candlestick ក្រហមតូចមួយបន្ទាប់មកមាន candlestick បៃតងធំមួយដែលគ្របដណ្ដប់លើ body របស់ទៀនក្រហមមុនទាំងស្រុងតើវាប្រាប់រឿងអ្វីវាបង្ហាញថាដំបូង sellers មានការគ្រប់គ្រងប៉ុន្តែភ្លាម buyers ចូលមកយ៉ាងខ្លាំងហើយដណ្ដើមការគ្រប់គ្រងត្រឡប់វិញវាជាសញ្ញាថា momentum អាចផ្លាស់ប្ដូរពីការធ្លាក់ចុះទៅការឡើងឧទាហរណ៍បើ bullish engulfing កើតនៅតំបន់ support សំខាន់វាមានតម្លៃខ្លាំងជាងការកើតនៅកន្លែងធម្មតា pattern ទី5 bearish engulfing គឺផ្ទុយពី bullish engulfing វាកើតឡើងនៅពេល candlestick បៃតងតូចមួយត្រូវបានគ្របដណ្ដប់ដោយ candlestick ក្រហមធំអត្ថន័យគឺដំបូង buyers កំពុងគ្រប់គ្រងប៉ុន្តែ sellers ចូលមកខ្លាំងហើយបង្ខំឲ្យតម្លៃធ្លាក់ចុះវាអាចជាសញ្ញាថា uptrend កំពុងចាប់ផ្ដើមខ្សោយប៉ុន្តែដូចគ្នាកុំមើលតែ pattern ត្រូវមើលទីតាំងដែលវាកើតឡើងផងដែរចំណុចដែល trader អាជីពមើលបន្ថែមគឺ volume នេះជាចំណុចដែល beginner ជាច្រើនមើលរំលង engulfing candle មួយមិនមានតម្លៃដូចគ្នាទាំងអស់ទេហេតុអ្វីព្រោះ volume ប្រាប់ថាតើមានអ្នកចូលរួមក្នុងទីផ្សារច្រើនប៉ុណ្ណាឧទាហរណ៍ bullish engulfing មួយដែលកើតជាមួយ volume ទាបអាចមានន័យថាមានមនុស្សតិចដែលគាំទ្រការឡើងនេះ
ប៉ុន្តែ bullish engulfing ដែលមាន volume ខ្ពស់ជាងធម្មតាបង្ហាញថាមានកម្លាំងពិតនៅពីក្រោយការឡើងរូបរាងដូចគ្នាប៉ុន្តែភាពជឿជាក់ខុសគ្នា pattern ទី6 tweezer top និង tweezer bottom tweezer គឺជា pattern ដែលបង្ហាញថាទីផ្សារបានសាក់លបងកម្រិតតម្លៃមួយពីរដងប៉ុន្តែมันអាចបំបែកបាន tweezer bottom វាកើតនៅចុង downtrend មាន candlestick ពីរដែលមាន low ស្ទើរតែដូចគ្នាជាទូទៅទៀនទី1ពណ៌ក្រហមទៀនទី2ពណ៌បៃតងវាប្រាប់ថា sellers បានព្យាយាមទម្លាក់តម្លៃពីរដងប៉ុន្តែมันអាចបំបែក support បាននេះអាចបង្ហាញថា buyers កំពុងការពារតំបន់នេះ tweezer top ផ្ទុយទៅវិញវាកើតនៅចុង uptrend តម្លៃឡើងទៅ resistance ពីរដងប៉ុន្តែมันអាចបំបែកបានវាបង្ហាញថា sellers កំពុងចាប់ផ្ដើមការពារតំបន់នោះការពិតធំបំផុតអំពី candlestick pattern ឥឡូវនេះសូមចាំចំណុចនេះឲ្យបានល្អ candlestick pattern មិនមែនជា signal ដោយខ្លួនឯងទេវាគឺជា confirmation tool ឧទាហរណ៍ hammer មួយនៅកណ្ដាល chart វាមិនមានន័យច្រើនទេប៉ុន្តែ hammer នៅ support zone សំខាន់មាន volume ល្អហើយ candle បន្ទាប់បញ្ជាក់នេះទើបជាឱកាស trade ដែលមានគុណភាពច្បាប់3ចំណុចដែលត្រូវពិនិត្យរាល់ពេលមុនចូល trade ជាមួយ candlestick pattern សួរខ្លួនឯង3សំណួរទី1គឺ location pattern កើតនៅកន្លែងសំខាន់ឬទេដូចជា support resistance supply and demand zone liquidity area ទីតាំងសំខាន់បង្កើនគុណភាព signal ទី2គឺ volume មានកម្លាំងពិតនៅពីក្រោយ candle ឬទេ volume ខ្ពស់មានន័យថាមានការចូលរួមច្រើន volume ទាបមានន័យថា signal អាចខ្សោយទី3គឺ confirmation candle បន្ទាប់បានបញ្ជាក់ឬនៅកុំប្រញាប់ចូលរងចាំទីផ្សារបង្ហាញថាវាពិតជាចង់ទៅទិសនោះ time frame ក៏សំខាន់ candlestick pattern នៅ time frame តូចពេកអាចមាន noise ច្រើនជាទូទៅត្រូវប្រើ1ម៉ោង chart 4ម៉ោង chart ផ្ដល់ signal ដែលមានគុណភាពជាងបើអ្នកជា swing trader daily chart គឺល្អបំផុតបើអ្នកជា day trader អ្នកអាចប្រើ time frame តូចបានប៉ុន្តែត្រូវមាន filter ច្រើនជាងមុនអ្នកមិនចាំបាច់ចាំ candlestick pattern រាប់សិបទេផ្ដោតលើ pattern ដែលមានតម្លៃ doji បង្ហាញពីទីផ្សារស្ទាក់ស្ទើរ hammer បង្ហាញពីអាចបែរឡើង shooting star បង្ហាញពីអាចបែរចុះ engulfing បង្ហាញពីការផ្លាស់ប្ដូរអំណាចរវាង buyers និង sellers ប៉ុន្តែត្រូវចាំ trader ល្អមិន trade ព្រោះឃើញ pattern មួយទេ trader ល្អ trade ព្រោះមាន pattern បូកនឹង location បូកនឹង volume បូកនឹង confirmation នេះជាអ្វីដែលធ្វើឲ្យ candlestick ពីរូបរាងធម្មតាក្លាយជាឧបករណ៍ដែលអាចជួយអ្នកអានទីផ្សារបានបើវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកសូមចុច follow និង subscribe ព្រោះវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀបសំ candlestick pattern ជាមួយ support and resistance ដើម្បីបង្កើត trading plan ដែលអាចប្រើបានពិតប្រាកដ